ឡានិសង្កឋិនទានសម្រាប់ការមានផ្លាយលើគេមិនមែនបានតែម្ចាស់ទានទេបានទាំងអ្នកវេទាំងព្រះសង្ឃដែលបានក្រាបគ្រងត្រូវវេលាអនុមោទនាជាពាក្យត្រង់សម្រាប់បន់បានទាំងអស់អង្គបានអានិសង្ឃ5ប្រការទី1បើចេញពុំបានលីភិក្ខុផងគ្នាទៅទីណាមិនត្រូវអាបត្តិក្នុងបទថាចរិតសិក្ខាបទនោះអីទី2ទៅណាទោះថ្ងៃយប់មិនបាច់យកគ្រប់ជ័យវោ3គឺស្បង់ជីពោសង្ឃាដីខ្វះមួយណាក្តីមិនថ្មីឡើយទី3អាចឆានខណៈពុជនដែលគេនិមន្តចំឆ្លងឆ្លើយពុជន5យ៉ាងមួយណាហើយពុំទាស់អ្វីឡើយតាមប្រាថ្នាទី4រក្សាទុកបន្តអតរិកជីវោតាមត្រូវការមិនបានវិកបៈឬយ៉ាងណានៅតែឈ្មោះថាការប្រពៃទី5លៀបកើតក្នុងអាវាសស្បង់ស្បៃអ្វីខ្លះសង់លោកលីត្រូវបានចំណាយតាមវិន័យដោយអង្គដតីដោយពងពុះនេះអានិសង្ឃ5ប្រការសម្រួលបញ្ហាការរួមរស់សង្ឃតូទួលហើយមានកិត្តិយសរួចអាបត្តិរុះកឋិនទានចំណាយទាយុទាយិកាមានចិត្តជ្រះថ្លាលះធនធានចំណាយធ្វើបុណ្យកឋិនទានអានិសង្ឃមានពុះបរិយាយពុំអាចរៀបរាប់សពគ្រប់បានសូមស្វែងរកអានក្បួនទាំងឡាយមានអានិសង្ឃផ្សេងវែងឆ្ងាយបានសុខសប្បាយរស់មានន័យសូមមន្តដែលបានតែងរៀបរាប់នឹងអ្នកស្ដាប់ចប់សក់សេចក្តីកើតជាតិណានាមានសេរីរហូតដល់ថ្ងៃបរិនិព្វានសួស្តីខ្ញុំរស្មីច័ន្ទសូមជួយ Subscribe YouTube ខ្ញុំផងសូមអរគុណ